ចំការទំពាំងបាយជូររបស់ខ្ញុំបានក្លាយជាកន្លែងបេះដោយសេរីរបស់អ្នកជិតខាងពួកគេតែងតែជ្រើសរើសពេលដែលខ្ញុំមិននៅមកបេះជានិច្ចមីងចៅអូហាវរិនត្រឡប់មកវិញហើយទំពាំងបាយជូរឯងដុសល្អណាស់ចាំមីងជួយផ្លែសឲ្យណាមីងចៅទំពាំងបាយជូរផ្កាយនេះតម្លៃបោះដុំ50យ៉នក្នុង1គីឡូមីងបេះម្ដងរាប់សិបគីឡូហើយត្រូវហើយទំពាំងបាយជូរឯងដាំឆ្ងាញ់ជាងគេលក់ខាងក្រៅឆ្ងាញ់ណាស់សំខាន់គឺមិនបាច់អស់លុយទៀតស្អីគេអញជាយុវជនម្នាក់គ្មានប្រពន្ធគ្មានកូនគ្មានឪពុកម្ដាយញ៉ាំអស់ច្រើននឹងមែនទេទុកចោលក៏លុយដែរមីងចៅមីងអញចង់និយាយអីកាលអញនៅក្មេងៗខ្ញុំរកបាយមីងធ្លាប់ចែកបាយកន្លះចានឲ្យអញញ៉ាំណាឥឡូវមីងញ៉ាំទំពាំងបាយជូរឯងពីរបីផ្លែមានអីប្លែកមិនអីទេមីងចៅមីងបេះចុះបែបហ្នឹងតើទើបត្រូវស្អែកមីងមកម្ដងទៀតណាទំពាំងបាយជូរឯងទុំលឿនណាស់កុំឲ្យអ្នកផ្សេងបេះណាទុកឲ្យមីងឆ្លុះជាមួយគាត់គ្មានប្រយោជន៍ទេគាត់មានតែប្រហែលផលអ្នកភូមិដូចគ្នាមកបំបិតមាត់ខ្ញុំក្នុងពេលដែលគាត់ចូលចិត្តកេងចំណេញម្លេះខ្ញុំនឹងឲ្យគាត់កេងចំណេញឲ្យឆ្អែកទំពាំងបាយជូរផ្កាយនេះមីងញ៉ាំរាល់ថ្ងៃញ៉ាំហើយស្បែកស្អាតជាងមុនច្រើនណាស់លីថាទំពាំងបាយជូរនេះថ្លៃរាប់សិបយ៉ន1គីឡូតើយាយអញបានលុយពីណាមកទិញច្រើនម្លេះទិញខ្ញុំមិនបាច់អស់លុយទេអាហាវរិនក្មេងនោះយកកាលណាស់វាឲ្យខ្ញុំបេះតាមចិត្តហាវរិនយករមែនទេវាជាយុវជនម្នាក់គ្មានប្រពន្ធគ្មានកូនគ្មានឪពុកម្ដាយញ៉ាំអស់ច្រើននឹងមែនទេទុកចោលក៏លួយដែរខ្ញុំជួយដោះស្រាយឲ្យវាត្រូវអរគុណខ្ញុំទៀតផងពិតមែនហើយក្មេងនោះពិតជាចិត្តទូលីណាស់យុវជនតែចង់ទិញអ្វីខ្លះសំណាញ់ដែកដែលរឹងមាំបំផុតបន្ទះដែលក្រាស់បំផុតនិងសោតធន់ធ្ងន់ចំនួន6គ្រាប់ដែលមិនដូចគ្នាតើប្អូនប្រុសចង់សាងសង់មន្ទីរការពារមែនទេមែនទេមានមកតាមខ្ញុំមកខ្សែលូបន្លានេះមុតណាស់ប៉ះដៃភ្លាមហូរឈីមផ្លេតដាក់ព័ទ្ធជុំវិញរបងគ្មានអ្នកណាផ្លោះចូលបានឡើយយកអានឹងហើយបន្ទះដែកថែបក្រាស់3មីលីម៉ែត្រផ្សារភ្ជាប់រួចគ្មានអ្នកណាគោះដាច់ឡើយតើប្អូនចង់បានទំហំប៉ុណ្ណាទាំង2ម៉ែត្រឲ្យតែអាចបិទបាំងទ្វារធំទាំងមូលបានគឺគ្រប់គ្រាន់ហើយមួយធំហើយតើមេង៉ោចធំធ្ងន់ការពីការវីកំទេចការពីការកាត់និងការពីការគោះចង់បាន6គ្រាប់ខុសគ្នាប្រកបទេបាទកូនសោរនីមួយត្រូវតែខុសគ្នាយុវជនពិតជាស្គាល់របស់ល្អមែនសោនេះបើប្រើដង្កាប់ធម្មតាមិនអាចកាត់ដាច់ឡើយអ្វីដែលខ្ញុំចង់បានគឺលទ្ធផលបែបនេះឯងតើអូនកំពុងជួបជោគផ្ទះមែនទេរៀបចំធំដុំម្លេះទៅហើយដំណាក់កាលទី1បិទទ្វារដោយបន្ទះដែកនិងសោ6គ្រាប់មីងចៅមីងចង់បានកូនសោមែនទេដំណាក់កាលទី2ដាក់ខ្សែលូបន្លានៅលើរបងមីងចៅមិនមែនចូលចិត្តផ្លោះរបងទេអីសាកលបងអានឹងទៅមីងចៅរីករាយជាមួយការភ្ញាក់ផ្អើលដែលខ្ញុំបានរៀបចំជូនមីងទៅចុះអាហាវរិនមិននៅទេថ្ងៃនេះខ្ញុំត្រូវបេះឲ្យអស់ដែលយកទៅលក់នៅផ្សារស្រុកឲ្យបានលុយច្រើនបន្តិចនេះជាស្អីហ្នឹងអាហាវរិនក្មេងចង្រៃឯងចេញមកក្រៅភ្លាមខ្ញុំមិនជឿឡើយអាហាវរិនឯងជាមនុស្សរមើលគុណខ្ញុំពិតជាខំស្រឡាញ់ឯងឥតប្រយោជន៍មែនអូយជើងខ្ញុំត្រឡប់មកវិញហើយថ្ងៃនេះបេះបានប៉ុន្មានបងប្រុសឯងទៅតែមកប្រញាប់សួរថាលុយបានដល់ណាហើយស្អីទៅចំការទំពាំងបាយជូរត្រូវបានអាហាវរិនសាបជាប់របងដែលចិត្តឈឹងហើយកុំសង្ឃឹមថានឹងបេះបានសូម្បីតែមួយផ្លែស្អីគេសាចិត្តឈឹងមែនទេហេតុអ្វីមែនទេអាហាវរិននោះជាមនុស្សចិត្តខ្មៅវាមានបំណងធ្វើបាបខ្ញុំតែម្ដងឥឡូវល្អហើយគ្មានលុយទេតើខ្ញុំយកអ្វីទៅឲ្យបងប្រុសខ្ញុំទៅម្ដាយខ្ញុំសង្ឃឹមលើខ្ញុំណាស់ជីវិតនេះរស់នៅលេងកើតហើយប្រាប់តាំងពីយូរហើយថាកុំហួសហេតុពេកទៅបេះរាល់ថ្ងៃស្មានតែគេល្ងងមែនទេឥឡូវធ្វើឲ្យគេខឹងហើយតើរឿងបងឯងគិតខ្លួនឯងទៅកុំបង្កភាពវឹកវរក្នុងផ្ទះរាល់ថ្ងៃពេកលីឈៀងជូតើឯងនៅតែជាបរិសុទ្ធទេខ្ញុំខំប្រឹងនឿយហត់បែបនេះដើម្បីអ្នកណាមិនមែនដើម្បីគ្រួសារនេះទេអីដើម្បីមុខមាត់គ្រួសារម្ដាយខ្ញុំឥឡូវឯងបែរជានិយាយឌឺដងដាក់ខ្ញុំទៅវិញដើម្បីគ្រួសារនេះមែនទេលុយកាក់ទាំងអស់យកទៅបំពេញរូនគ្មានបាត់របស់បងប្រុសឯងអស់ហើយខ្ញុំខ្ជិលនិយាយជាមួយឯងណាតើត្រូវធ្វើដូចម្ដេចទៅខ្ញុំគួរធ្វើដូចម្ដេចទៅមិនបានទេខ្ញុំមិនអាចបណ្ដោយឲ្យចប់បែបនេះឡើយសោះត្រូវហើយសោះផ្សារជាប់បានក៏អាចគាស់ចេញបានដែរវាជាមនុស្សខ្ញុំក៏ជាមនុស្សវាធ្វើបានខ្ញុំក៏ធ្វើបានពឹងលើរបស់ទាំងនេះមែនទេសោរបស់គេម្ចាស់ហាងលក់គ្រឿងដែកបាននិយាយហើយថាដង្កាប់ធម្មតាមិនអាចកាត់ដាច់ឡើយជប់រករឿងទៅកុំឲ្យឆ្លោះចង្កេះចាស់អសោះគាស់មិនដាច់ក៏ត្រូវតែគាស់ដែរខ្ញុំមិនអាចឲ្យអាហាវរិននោះសាយចំអកឡើយអូនប្រុសខ្ញុំកំពុងរងចាំលុយណាឬខ្ញុំនិយាយទេជប់ភ្លាមឯងមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទេមែនទេចាំបាច់ឲ្យអ្នកភូមិទាំងមូលដឹងថាឯងកំពុងកោះសោបផ្ទះគេដូចជាចោលលួចអញ្ចឹងខ្ញុំខ្មាស់គេមែនទេខ្ញុំមានអីត្រូវខ្មាស់គេខ្ញុំគ្រាន់តែទៅយករបស់ដែលខ្ញុំគួរតែទទួលបានមកវិញប៉ុណ្ណោះគេចេញទៅស្រីល្ងងផ្ទះនេះគង់តែវិនាសដោយសារឯងមិនខានខ្ញុំនៅតែមិនជឿឡើយនេះមិនមែនជានាងចៅជីនហួរទេអីនាងកំពុងធ្វើស្អីហ្នឹងហាវរិនមិននៅផ្ទះនាងក៏ចាប់ផ្ដើមធ្វើភ្លាមតែម្ដងពិតមែនហើយក្នុងផ្ទះក្រៅផ្ទះមានតែនាងម្នាក់ឯងមិនដឹងជានឹងបង្កបញ្ហាអ្វីខ្លះឡើយមីងចៅតើមានក្បាច់គុណអីប្លែកម្ល៉េះ
សោរបស់បង Havren នេះសម្រាប់ការពីចោលតើមានខំប្រឹងយ៉ាងនេះគឺចង់ជួយសាកល្បងមើលថាតើសោរឹងមាំឬអត់មែនទេអាក្មេងចម្រាញនិយាយទេស្អីហ្នឹងខ្ញុំគ្រាន់តែមើលថាតើសោខូចឬអត់ប៉ុណ្ណោះពួកយើងជួយមើលតែការយូរមែនទេមើលគ្នាបន្តិចបន្តួចខ្ញុំចាំថាបង Havren ចាក់សោចំការយ៉ាងចិត្តល្អណាស់មុនពេលចេញទៅក្រៅតាមមនុម្នាក់នោះមិនមែនជាមានទេដឹងជីនហួរឲ្យមិនមែនខ្ញុំចង់និយាយទេ Havren ដាំទំពាំងបាយជូរមិនងាយស្រួលឡើយកាលពីមុនអញបេះខ្លះក៏បេះទៅចុះឥឡូវគេចាក់សោឲ្យអញនៅតែមកគាស់ទៀតវាហួសហេតុពេកហើយត្រូវហើយលើកមុនខ្ញុំម្លែងនិយាយថា Havren ឲ្យអញបេះតាមចិត្តតាមពិតគឺបេះតាមចិត្តរបៀបនេះសោះគេមិននៅផ្ទះអញមកគាស់សោចូលបែបនេះគេហៅថាលួចហើយពួកឯងដឹងស្អីទៅឲ្យឆ្ងាយទាំងអស់គ្នាទៅមានអីត្រូវមើលទៅជប់មកធ្វើឲ្យខ្មាស់គេនៅទីនេះទៀតទៅផ្ទះជាមួយខ្ញុំវិញខ្ញុំមិនទៅទេខ្ញុំមិនទៅវិញអ្នកទាំងអស់គ្នាបានឃើញហើយណានេះគឺគាត់មកគាស់សោដោយខ្លួនឯងទេចាំបង Havren ត្រឡប់មកវិញពួកយើងត្រូវតែធ្វើជាសាក់សេឲ្យគាត់អញអូខ្ញុំធ្វើអីខ្ញុំចិត្តគាស់សោដាច់ទៅហើយចៅជីនហួរតើមុខមាត់របស់ឯងណែណាអ្នកភូមិទាំងមូលកំពុងតែមើលមកចង្អុលមុខអញហើយនិយាយថាអញជាចោរខ្ញុំលីឈៀងឈូរស់នៅអស់មួយជីវិតនេះមិនដែលខ្មាស់គេខ្លាំងបែបនេះឡើយពួកគេដឹងអីទៅខ្ញុំគ្រាន់តែទង្វើរបស់ឯងនោះគឺលួចគឺប្លន់គឺអត់ខួរខ្ញុំប្រាប់អញទៅរឿងលុយទិញផ្ទះរបស់អូនអញគឺគិតខ្លួនអញទៅកុំមករករឿងទំពាំងបាយជូររបស់ Havren ទៀតហើយកុំយកមុខមាត់គ្រូសាលីទៅបោះចោលលើដីឲ្យគេជន់ឈ្លីទៀតដែរលីឈៀងឈូតើឯងមានន័យថាម៉េចចង់បោះបង់ចោលមែនទេនោះជាប្អូនប្រុសបង្កើតរបស់ខ្ញុំណាប្អូនប្រុសបង្កើតមែនទេក្នុងចិត្តឯងមានតែប្អូនឯងម្នាក់គត់តើធ្លាប់មានគ្រួសារនេះទេបើឯងចង់រស់នៅបែបនេះទៀតរស់នៅតែឯងទៅខ្ញុំទ្រាំលែងបានហើយអាឡូប្អូនប្រុសបងស្រីតើលុយកាក់បានដល់ណាហើយខាងស្រីគេមកប្រញាប់សួរច្រើនដល់ណាហើយគេថាបើគ្មានលុយខ្លាចទៅដល់ទេការរៀបការនេះនឹងត្រូវលុបចោលហើយកាលពីមុនបងជាអ្នកធានាអាងដោយខ្លួនឯងតើប្អូនប្រុសអញជួយពន្យាពេល2 3ខែទៀតទៅខ្ញុំពន្យាពេលឲ្យបងរាប់ខែហើយបងមិនយកចិត្តទុកដាក់តតែសោះមែនទេខ្ញុំប្រាប់បងទៅបើមកពីរឿងរៀបការរបស់ខ្ញុំធ្វើឲ្យម៉ែខឹងស្លាប់បងគិតមើលខ្លួនឯងទៅមិនបានទេប្អូនប្រុសត្រូវតែការប្រពន្ធត្រូវតែរកវិធីខ្ញុំត្រូវតែរកវិធីអូយព្រះឲ្យស្លាប់ជាមិនខានទេអ្នកភូមិទាំងឡាយឲ្យជួយរកយុទ្ធធម៌ឲ្យខ្ញុំផងជីនហួរតើអញកើតអីហ្នឹងមានរឿងអីកើតឡើងមែនទេមានរឿងអីទៀតទៅគឺត្រូវគេបង្ខំឲ្យតច្រកហើយអា Havren អាំនោះគ្មានចិត្តឲ្យខ្ញុំគ្រាន់តែធ្លាប់បេះទំពាំងបាយជូរវាពី3ផ្លែកាលពីមុនប៉ុណ្ណោះព្រោះតែខ្លាចវាញ៉ាំម្នាក់ឯងមិនអស់ហើយរលួយចោលក្នុងចំការទេតើឥឡូវវាបែរជាចង់គំនុំផ្សាររបងដែលចិត្តមិនឲ្យខ្ញុំចូលទៅវិញ Havren ក្មេងនោះមិនមែនជាមនុស្សមិនសមហេតុផលឡើយប្អូនប្រុសខ្ញុំកំពុងរងចាំលុយការប្រពន្ធគឺខ្វះតែបន្តិចទៀតប៉ុណ្ណោះខ្ញុំអង្គប្រកបគ្រប់គ្នាស្ទើរតែលុបជង្គង់សុំវាទៅហើយគ្រាន់តែចង់ចូលទៅបេះជាលើកចុងក្រោយដើម្បីបង្គ្រប់លុយថ្លៃទឹកដោះប៉ុណ្ណោះកាត់តាំងពីយូរហើយទ្រាំលែងបានហើយក៏វារស់នៅសប្បាយឯទីក្រុងនិយាយតាមទូរស័ព្ទយ៉ាងត្រជាក់ស្រទន់ថាមិនអាចមកវិញបានទេវាចង់បង្ខំឲ្យខ្ញុំស្លាប់ទាំងរស់ហេតុអីចិត្តវាសាហាវម្ល៉េះបើប្អូនប្រុសខ្ញុំមិនបានការប្រពន្ធតើវា Havren អាចស្ដាប់ក៏ទៅរឿងនេះបានទេគួរឲ្យអាណិតណាស់បង Havren លើកនេះធ្វើហួសហេតុពេកហើយដឹងមីងចៅមីងសំដែងបានល្អណាស់តើទីនេះគ្មានចំណែកអញនិយាយទេអាក្មេងមិនទាន់ដុះរោមអញដឹងស្អីទៅខ្ញុំពិតជាមិនយល់ពីសមត្ថភាពបកស្រាយស្ខ្មៅរបស់មីងឡើយមកអ្នកភូមិទាំងអស់គ្នាខ្ញុំនឹងរៀបរាប់ឲ្យសັບទំពាំងបាយជូរផ្កាយរបស់បង Havren តម្លៃបោះដុំ50 យ៉នក្នុង1គីឡូមីងលួចទាំងកន្ត្រករួចយកទៅលក់នៅទីរួមស្រុកបានលុយទៀតលក់ហើយលក់ទៅចុះមីងថែមទាំងដើរអួតប្រាប់គេឯងថាបង Havren ឲ្យមីងបេះតាមចិត្តទៀតសរុបទៅការគេចំណេញមីងយកទាំងអស់ការអួតគេអានក៏មីងធ្វើដែរបង Havren ទៅចរចាជំនួយនៅឆ្ងាយគាត់ចាក់សោចំការដើម្បីការពារទ្រព្យសម្បត្តិខ្លួនឯងចំណែកមីងវិញបែរជាកាន់យួរនឹងបង្កាប់ទៅគាស់សោគេលើកមុនត្រូវខ្ញុំចាប់បានផ្ទាល់ដៃមីងភ្លេចហើយមែនទេខ្ញុំនឹកឃើញហើយលើកមុនគ្រូសាទី2ក៏និយាយថាឃើញគាត់កាន់កន្ត្រកទំពាំងបាយជូរជាច្រើនទៅជីឡានក្រុងដែរអូយជីនហួរលើកនេះអញខុសហើយហេតុអីក៏ធ្វើបែបនេះកើតអញនិយាយកុហកអញមួបង្កាច់ខ្ញុំតើអញមានភស្តុតាងទេភស្តុតាងមែនទេលើកមុនមីងគាស់សោមានមនុស្សឃើញច្រើនណាស់ចាំបាច់ឲ្យខ្ញុំឲ្យគ្រប់គ្នាមកទល់មុខគ្នាទេម្យ៉ាងទៀតរឿងអូនប្រុសមីងខ្វះលុយការប្រពន្ធជាកិច្ចការគ្រួសារមីងសោះហេតុអីត្រូវឲ្យបង Havren មកទទួលខុសត្រូវជំនួសអាស្រ័យលើមុខមីងធំឬអាស្រ័យលើមីងចេះលួចចៅជីនហួរអញពិតជាហួសហេតុពេកហើយខ្លួនអញធ្វើខុសត្រូវទទួលកំហុសនឹងសំលុយគេទៅបែរជាមកចាប់ប្រកាន់គេទៅវិញចង់បោកប្រាស់ពួកយើងទាំងអស់គ្នាមែនទេត្រូវហើយ Havren ជាក្មេងស្លូតបូតណាស់ត្រូវឯងបង្ខំរហូតដល់ផ្សារបន្ទះដែលចិត្តឈឹងទៅហើយឯងនៅតែមិនព្រមដឹងខ្លួនខុសទៀតមីងចៅត្រឡប់ទៅផ្ទះគិតមើលឲ្យច្បាស់ថាគួរតែសុំទោសនិងសងជំងឺចិត្តបង Havren យ៉ាងម៉េចទៅចប់អស់ហើយខ្ញុំបានក្លាយជាគ្រឿងសាច់របស់គេទាំងស្រុងហើយខាងស្រីគេចិត្តនឹងលុបចោលការដណ្ដឹងហើយក្នុងរយៈពេល3ថ្ងៃត្រូវតែរកលុយឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំគ្មានបងស្រីដូចជាបងទៀតឡើយចប់ហើយពិតជាចប់អស់ហើយមិនទាន់ទេនៅមានសង្ឃឹម Havren ចង់ឲ្យខ្ញុំសុំលុយវាទេតើអីខ្ញុំនឹងសងឲ្យតែខ្ញុំអាចចូលទៅក្នុងចំការទំពាំងបាយជូររបស់វាបានខ្ញុំនឹងបេះទំពាំងបាយជូរវាមួយយកតភ្លើងដើម្បីចាំខ្ញុំគិតមើលសិនខ្ញុំបេះទំពាំងបាយជូរវាអស់មួយឆ្នាំ1គីឡូតម្លៃបោះដុំ50យ៉នមួយខែគឺ2500យ៉នកាលវានៅក្មេងខ្ញុំធ្លាប់ចែកបាយកន្លះចានឲ្យវាសគុណនេះចុះតម្លៃឲ្យខ្ញុំខ្លះមិនហួសហេតុពេកទេដឹងដកសូនពីចេញទៅខ្ញុំសង្វា300យ៉នចុះ Havren ក្មេងនឹងនោះច្បាស់ជាគិតមិនចេញឡើយខ្ញុំនឹងទៅពឹងមេភូមិឲ្យជួយនិយាយជាមួយវាច្បាស់ជាបានសម្រេចមិនខានអ្នកណាគេនឹងចៅជីនហួរអញមកធ្វើអីទៀតហើយយប់ជ្រៅម្លេះចូលមកចុះ